កាលមិនទាន់មានកូននៅវ័យ single បងប្អូនញ៉ាំអីក៏បានបន្ទាប់ពីមានកូនហើយគឺថាបន្លែប្លុកសម្លមុខម្ហូបអីក៏គឺត្រូវតែញ៉ាំរើសបើមិនរើសទេអាចនឹងរឹងទ្គាមអាចថាបានបងប្អូនហើយថ្ងៃនេះផងដែរគឺខ្ញុំមកស្ងោរបន្លែផ្អែមបងប្អូនចាគឺមានល្ពៅមានដំឡូងមានដុំស៊ុបហើយដុំម្ទេសហើយនេះគឺជាបន្លែផ្អែមហើយនឹងស្លឹកបាសបងប្អូនហើយបន្តមកទៀតហ្នឹងគឺមានត្រីឆ្អើរផងដែរត្រីឆ្អើរគឺខ្ញុំប្រើប្រភេទត្រីនេះគឺខ្ញុំអត់ហ៊ានប្រើជាប្រភេទត្រីម្ដែងទេបងប្អូនព្រោះថាត្រីដែលមានធ្មង់គឺខ្លាចញ៉ាំទៅទាស់អញ្ចឹងណាបងប្អូនហើយគឺខ្ញុំបានប្រឡេះឆ្អឹងត្រីនឹងចោលដែរគឺខ្ញុំអត់យកទេណាឆ្អឹងហើយចំណែកឯនេះសាច់មាន់គឺទិញមកនៅសល់បងប្អូននៅក្នុងធុងតកមានអីក៏យកមកកម្ដៅដើម្បីដាក់លាយសម្លនេះផងដែរសម្លមករបស់ខ្ញុំនេះគឺរឿងប្លែកបន្តិចណាបងប្អូនមានទាំងត្រីឆ្អើរផងហើយក៏មានទាំងស្លាបមាន់អាំងផងដែរចឹងហើយស្ដាយបងប្អូនដល់ពេលរបស់ចោលទៅស្ដាយមានអីនៅថ្មីនេះក៏យកទៅកម្ដៅទៅហើយហូតយកទៅឆ្អិនចោលទៅគឺបានហើយបងប្អូនអត់មានអីពិបាកទេមុខម្ហូបរបស់ខ្ញុំគឺរៀងប្លែកជាងគេបន្តិចលេងមកមើលឆ្នាំងវិញឥឡូវទឹកក៏ពុះហើយដែរឥឡូវយើងប្រញាប់ចាក់ល្ពៅចូលទៅព្រោះថាវាគឺជាបន្លែដែលក៏រៀងក្រឆ្អិនបន្តិចដែរអញ្ចឹងណាហើយនឹងម្ទេសពី3គ្រាប់នេះចាក់ចូលទៅបន្តមកទៀតគឺដុំស៊ុបខ្ញុំអត់ចោលទេណាព្រោះសម្លប្រភេទហ្នឹងហើយនឹងគល់ក្រីក៏យកអត់ចោលដែរគឺជារបស់ដែលកាត់ឆ្អាបអញ្ចឹងណាហើយជាបន្តមកទៀតហ្នឹងពេលដែលស្ងោរល្ពៅនៅរឿងឆ្អិនតិចហើយចាំយើងចាក់អានោយើងចូលទៅចំពោះអានោវិញគឺថាអ្នកចិត្តខាងគឺចិត្តល្អណាស់គឺគាត់ទិញមក3-4 ផ្លែនៅតែម្ដងនិយាយចំសម្លមួយមុខណាក៏ផ្ញើអ្នកចិត្តខាងដែរបងប្អូនណាបន្តមកទៀតយើងចាក់ខ្ទឹមហើយក៏ចាប់ដើមចាក់ត្រីឆ្អើរហើយនឹងសាច់មាន់ដែលខ្ញុំប្រឡេះអំបញ្ញមិញហ្នឹងចាក់ចូលទៅហើយទុកវាមកស្ទុះទៅចាំបន្ថែមគ្រឿងបន្តិចបន្តួចអញ្ចឹងណាបងប្អូនគឺខ្ញុំបន្ថែមស្ករហើយនិងម្សៅស៊ុបបន្តិចផងដែរដើម្បីឲ្យវាចាប់ជាតិរៀងផ្អែមបន្តិចអញ្ចឹងណាទុកមួយពុះហើយគឺយើងចាក់បន្លែផ្អែមនេះចូលទៅហើយនឹងល្បាសនឹងឯងនិយាយចំទៅគឺកម្រប្រើបន្លែផ្អែមតែទឹមលើកទី1ប្រើបន្លែផ្អែមហ្នឹងគឺថាឆ្ងាញ់ខ្លាំងមែនតើហ្មងណារសជាតិនិយាយថាបន្លែធម្មជាតិនិយាយថាសំណាងហើយអ្នកដែលនៅស្រុកខ្មែរបងប្អូនអ្វីក៏មានអីក៏មានអញ្ចឹងណាចឹងហើយទៅញ៉ាំឲ្យច្រើនទៅហើយសម្លមួយឆ្នាំងនេះដោយសម្រាប់ខ្ញុំអ្នកដែលសរសៃខ្ចីអញ្ចឹងណាគឺញ៉ាំច្រើនល្អហើយបង្កើនទឹកដោះទៀតតែដោយសារតាមរយៈនេះគឺថាមិនសូវជាមានសម្លញ៉ាំច្រើនអញ្ចឹងធ្វើឲ្យខ្ញុំខ្សោះទឹកដោះដែរអញ្ចឹងណាបងប្អូនចឹងហើយទៅប្រូបន្លែខៀវបន្លែអីយកមកស្ងោរញ៉ាំដើម្បីឲ្យមានទឹកដោះឲ្យកូនបើវិញអញ្ចឹងណាឥឡូវសម្លយើងក៏រៀងឆ្អិនដែរបងប្អូនឆ្អិនហើយគឺរួចរាល់ហើយចំពោះរសជាតិវិញបងប្អូនលៃលោកទៅតាមការចូលចិត្តរបស់បងប្អូនណាគឺខ្ញុំម្នេះវិញគឺខ្ញុំចូលចិត្តល្មមបើថាល្មមទៅក៏វាមិនត្រូវដែរគឺខ្ញុំចូលចិត្តរៀងប្រៃបន្តិចភ្លក់ទៅគឺមកសមល្មមមកលើដល់វាដួសភ្លក់ម្ដងបងប្អូនហើយបើនិយាយបើថាឲ្យភ្លក់វិញគឺមួយចានហ្នឹងគឺថាអត់ឆ្អែតទេតើបាន2ចានគោមិនណាអត់មិនឆ្អែតចឹងសម្លមួយមុខនេះផងដែរកុំភ្លេចជួយដាក់បន្ទក់នេះខ្ញុំផងណាចឹងសម្រាប់វីដេអូមួយមុខសម្រាប់វីដេអូធ្វើម្ហូបនេះក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូជាបន្តទៀតណាអរគុណជំរាបលាបាយបាយ